កាណាដានឹងស្ដាយក្រោយចំពោះការសម្រេចចិត្តអនុញ្ញាតឲ្យនាំចូលរថយន្តអគ្គិសនីចិនរហូតដល់ 49,000 គ្រឿងក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយទីក្រុងប៉េកាំងនេះជាការព្រមានរបស់មន្ត្រីដឹកជញ្ជូនអាមេរិកនៅថ្ងៃទី 16 ខែមករាលោក Sean Duffy រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាមេរិកបានថ្លែងក្នុងព្រឹត្តិការណ៍រដ្ឋាភិបាលមួយនៅឯរោងចក្រផលិតរថយន្ត Ford ថាខ្ញុំគិតថាពួកគេនឹងក្រឡេកមកមើលវិញនៅការសម្រេចចិត្តនេះហើយប្រកាសជានឹងស្ដាយក្រោយដែលបាននាំយករថយន្តចិនយ៉ាងច្រើនចូលមកក្នុងទីផ្សារក្នុងឆ្នាំ 2024 កាណាដាធ្លាប់បានសម្រេចចិត្តដំឡើងពន្ធនាំចូលរហូតដល់ 100% លើរថយន្តអគ្គិសនីចិនបន្ទាប់ពីអាមេរិកបានអនុវត្តវិធានការស្រដៀងគ្នានេះទោះជាយ៉ាងណានៅថ្ងៃទី 16 ខែមករាកាណាដានិងចិនបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមអំឡុងពេលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Mark Carney ទៅកាន់ចិនយោងតាមកិច្ចព្រមព្រៀងនេះកាណាដានឹងបញ្ចុះពន្ធនាំចូលរថយន្តអគ្គិសនីចិនមកត្រឹម 6.1% លោក Carney រំពឹងថាចិននឹងបញ្ចុះពន្ធលើក្របធញ្ញជាតិមកត្រឹម 15% វិញមុនខែមីនាភាគីទាំងពីរបានបញ្ញាកាត់បន្ថយរបាំងពាណិជ្ជកម្មនិងរឹតបន្តឹងទំនាក់ទំនងយុទ្ធសាស្ត្រថ្មីៗសកម្មភាពនេះបានបង្កឲ្យមានការព្រួយបារម្ភនៅអាមេរិកថាវាអាចជួយឲ្យចិនបង្កើនឥទ្ធិពលរបស់ខ្លួននៅអាមេរិកខាងជើងខណៈទីក្រុង Washington កំពុងមានជំហរតឹងរឹងឡើងចំពោះរថយន្តនិងគ្រឿងបន្លាស់នៅរដ្ឋជិតខាងរបស់ខ្លួនទោះជាយ៉ាងណាក្តីតំណាងពាណិជ្ជកម្មអាមេរិកលោក Jamison Greer បានលើកឡើងថារថយន្តមួយចំនួនមានកម្រិតហើយមិនប៉ះពាល់ដល់ក្រុមហ៊ុនរថយន្តអាមេរិកដែលកំពុងនាំចេញទៅកាណាដានោះទេលោកបាននិយាយថាខ្ញុំមិនគិតថាវានឹងបង្កភាពរអាក់រអួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់របស់អាមេរិកទៅកាណាដានោះទេរថយន្តទាំងនោះទៅតែកាណាដាប៉ុណ្ណោះពួកវានឹងមិនអាចនាំចូលមកអាមេរិកឡើយវឌ្ឍនៈអលម៉ុលរសជាតិស្រទន់ពីស្រីសលៃសុទ្ធ 100%